ជំរាបសួរបងប្អូនទាំងអស់គ្នានេះគឺជារបៀបបញ្ចូលទ្រព្យចូលទៅក្នុង platform 24h.rental បងប្អូនចុចទៅលើពាក្យ listing ខាងក្រោមរួចហើយយកពាក្យ list your property នៅខាងលើនេះហើយចុចប៊ូតុងត្រង់កន្លែង main photo នេះបងប្អូនត្រូវជ្រើសរើសយករូបភាពគោលដែលជារូបភាពដែលមានភាពស្រស់ស្អាតនិងទាក់ទាញរួចបងប្អូនធ្វើការជ្រើសរើសហើយចុច add ហើយខាងក្រោមនេះគឺជារូបភាពលម្អិតតែបញ្ជាក់អំពីព័ត៌មានទ្រព្យរបស់បងប្អូននៅត្រង់បន្ទប់គេងបន្ទប់ទឹកចង្ក្រានបាយព្រមទាំងសម្ភារៈជាច្រើនទៀតដែលបងប្អូនមានរួចធ្វើការអាប់ឡូតនៅពេលដែលបងប្អូនធ្វើការអាប់ឡូតរួចរាល់ហើយគឺបងប្អូនអាចធ្វើការដាក់ទៅលើ title កន្លែង title នេះគឺបងប្អូនត្រូវតែបញ្ជាក់អំពីប្រភេទទ្រព្យថាវាជាប្រភេទ condo ផ្ទះល្វែងឬក៏ apartment ហើយនេះជាឧទាហរណ៍ដែលខ្ញុំលើកបង្ហាញសម្រាប់បងប្អូនទាំងអស់គ្នាហើយត្រង់នេះគឺយើងដាក់បញ្ជាក់អំពីតម្លៃនៅក្នុងការជួលបងប្អូនជួលក្នុងតម្លៃប្រមាណយើងដាក់ប៉ុណ្ណឹងមកហើយទៅលើ condo ប្រមាណ unit មានន័យថាមានប្រមាណ2បន្ទប់ឬក៏1បងអាចដាក់តាមនឹងបានតើតើជាមួយនឹង description នេះគឺយើងបង្ហាញអំពីព័ត៌មានលម្អិតទៅលើទ្រព្យរបស់យើងហើយនេះគឺជាឧទាហរណ៍ដែលខ្ញុំដាក់បង្ហាញលើកសម្រាប់បងប្អូនទាំងអស់គ្នាតើតើជាមួយនឹង location គឺបងត្រូវបញ្ជាក់ថាទីតាំងនៅខេត្តឬក៏នៅភ្នំពេញយើងដាក់បញ្ជាក់ទាំងខណ្ឌទាំងសង្កាត់នៅពេលដែលបងប្អូនទាំងអស់គ្នាធ្វើការ select location រួចអស់ហើយយើងមកធ្វើការបញ្ជាក់ទ្រព្យជាមួយនឹងគ្រឿងបរិក្ខារអញ្ចឹងបងប្អូនអាចដាក់ប្រភេទទ្រព្យហើយដាក់ទៅលើគ្រឿងសម្ភារៈប្រើប្រាស់ឬគ្រឿងបរិក្ខារថាមានអីខ្លះមានទីមសូណាមានអាងហែលទឹកឬក៏មានអីផ្សេងៗទៅតាមប្រភេទទ្រព្យរបស់បងប្អូនដែលមានក្រោមនេះគឺបញ្ជាក់អំពីរយៈពេលនៅក្នុងការជួលបើសិនជាទ្រព្យរបស់បងប្អូនជួលរយៈពេលខែឆ្នាំឬក៏ជារយៈពេលសប្តាហ៍គឺយើងអាច select ទៅតាមនឹងបើសិនជានៅចិត្តទីតាំងដែលបងប្អូនដាក់ជួលនឹងមានសាលារៀនម៉ាតមន្ទីរពេទ្យឬក៏មានទីតាំងផ្សេងៗដែលបងប្អូនឃើញថាមានអាច add បន្ថែមបានរួចចុច save នោះទ្រព្យរបស់បងប្អូនត្រូវបានបញ្ចូលនៅក្នុង platform ជាការស្រេច